សូមជូនដើមកំណើតអង្គរទូប្រាសាទអង្គរវត្តភាគបន្តចំណែកឯទីធ្លាដែលនៅអមបរិវេណទី2និងទី3ពុំសូវមានវត្ថុអ្វីចម្លែកទេមានតែរានហាលវែងតែប៉ុណ្ណោះនៅក្នុងទីធ្លានេះមានបណ្ណាល័យធំពីរប្រកបដោយខ្លងទ្វារ2ព្រមទាំងមានចម្រឹងបង្អួចជាច្រើននៅល្វែងខាងមុខក្រៅពីនេះយើងត្រឡប់មកកាន់រោងថែវខាងជើងវិញនៅមុខព្រះពន្ធយើងនឹងបានជួបប្រទេសផ្ទាំងសិលាចាស់រឹកមួយផ្ទាំងដែលសាងឡើងក្រោយសម័យអង្គរវត្តរួចយើងត្រូវត្រឡប់បែរមកខាងឆ្វេងឡើងតាមជណ្ដើរស៊ីម៉ង់ដែលមានរអិលដោយនៅជណ្ដើរអកណ្ដាលហើយដើរតម្រង់ទៅថ្នាក់ទី3រោងថែវនៃបរិវេណទី3មានទទឹង2ម៉ែត្រ45ផ្នែកខាងក្រៅមានជញ្ជាំងផ្នែកខាងទីធ្លាមានបង្អួចចម្រឹងជាច្រើនថែវនេះគ្មានរានហាលទេមានតែរូបទេពកញ្ញាជាច្រើនដែលមានសក់តុបតែងលម្អប្លែកគ្នាជាអនេកទិដ្ឋភាពពីជើងបន្ទប់មុំខាងជើងឈីងខាងលិចនៅវេលាថ្ងៃទេនិងពីមុំខាងជើងឈៀងខាងកើតនៅវេលាយប់ខែភ្លឺស្រឡះចាំងជិះលើវិមានកណ្ដាលអាចផ្ដល់ដល់យើងនៅការចាប់អារម្មណ៍មួយយ៉ាងអស្ចារ្យដែលមិនអាចបំភ្លេចបាននៅផ្នែកខាងក្រោមប្រាសាទវិញមានភាពមឹមទូលាយអស្ចារ្យចែកជាពីរចិនកម្ពស់ទាំងអស់13ម៉ែត្ររាង4ជ្រុងស្មើដូចគ្នានឹងបញ្ចសូលដែលមានជ្រុងនីមួយប្រវែង60ម៉ែត្រចណ្ដើរទាំងអស់ដែលសម្រាប់ឡើងទៅកាន់ប្រាសាទសឹងប្រកបដោយកម្មជាចិនជាថ្នាក់សន្តានទ្រង់លយទៅមុខនៅពីលើជួរផ្នែកខាងក្រោមនេះបន្តិចចណ្ដើរទាំងនេះចតណាស់ខ្លះមានជំរលដល់ទៅ70អង្សាហើយមានបង្អួចតែមួយនៅពីលើផ្នែកខាងក្រោមនេះគេជួបប្រទេសរោងថែវជាច្រើនរោងថែវនីមួយមានកោរៈបុរៈជាអប្រកបដោយមុខខ្លងទ្វារមានសសរជាច្រើនក្នុងតូប្រាសាទទាំងមូលមានតែរោងថែវទាំងនេះទេដែលត្រូវកាំរស្មីព្រះអាទិត្យចាំងចូលទាំងសងខាងទាំងព្រឹកទាំងល្ងាចពន្លឺអាចចូលទៅបំភ្លឺក្នុងរោងថែវទាំងនេះបានអាស្រ័យដោយបង្អួចចម្រឹងនៅតាមជញ្ជាំងនិងប្រឡោះសសរពីរជួរនៃល្វែងខាងដទាបនៅចំកណ្ដាលមានតូប្រាង្គជាស្ទូបមួយធំជាងគីបង្អស់42ម៉ែត្រផុសលេចចាញ់ពីទ្រនងទាំង4នៃដំបូលដែលខ្វែងគ្នាជាកាកបាទប្រកបដោយហូតថ្នាំងពីរផងប្រាង្គនេះមានកម្ពស់ពីទ្រូងថ្នល់ខាងមុខចំនួន65ម៉ែត្រហេតុដូចនេះប្រាង្គនេះកម្ពស់ដាច់ពីក្នុងខណៈដែលយើងដើរវងតាមលានដែលពិតជំវិញចិនទី2យើងនឹងបានឃើញក្បាច់លម្អនៃខ្លងទ្វារចូលទាំងឡាយនៃរោងថែវបរិវេណប្រាសាទហើយជាពិសេសយើងនឹងបានឃើញក្បាច់ខ្លងទ្វារខាងកើតនៃរោងថែវខាងជើងនិងក្បាច់ខ្លងទ្វារចូលកណ្ដាលនៃរោងថែវខាងត្បូងឆ្ងាយពីទីនេះបន្តិចមកយើងនឹងបានជួបប្រទេសតទៅទៀតនៅក្បាច់ខ្លងទ្វារនៃប្រាង្គមុំទាំងឡាយនៃក្រុមប្រាសាទកណ្ដាលដែលនៅក្នុងចំណោមខ្លងទ្វារទាំងនេះមានតែក្បាច់ខ្លងទ្វារខាងជើងឈីងខាងកើតទេដែលមានឆាកបំបាំងទាំងឡាយដោយច្រើនហើយជាពិសេសនៅគង់វងល្អជាងគេនៅមុខខាងលិចអមសងខាងអខ្លងនោះមានបណ្ណាល័យតូចពីរប្រកបដោយទ្វារ2និងបង្អួចបញ្ឆោតជាច្រើនបណ្ណាល័យនេះមានទ្រូងថ្នល់មួយរាងជាកាកបាទហើយមានសសរខ្លីៗជាច្រើនសម្រាប់ទ្រទល់ផងចណ្ដើរចុះមកចិនទី3មានសូវចតដោយចណ្ដើរទាំង11អេទីទេជុំរេលប្រហែល50អង្សាតែប៉ុណ្ណោះប៉ុន្តែអ្នកទស្សនាចូលចិត្តចុះតាមចណ្ដើរអខាងត្បូងជាងព្រោះជាចណ្ដើរមានការជួសជុលធ្វើដោយស៊ីម៉ង់ជាថ្មីហើយមានបង្កាន់ដៃដែកមួយផងដែលអាចឲ្យឡើងចុះបានយ៉ាងស្រួលគ្មានភ័យព្រួយនិងរអិលធ្លាក់ឡើយរោងថែវជាបរិវេណខាងលើទីបង្អស់មានទំហំ2ម៉ែត្រទេហើយត្រូវបែងចែកជាឃ្លាតូច4
ដោយរងថែវដែលមានអៈទទឹង2 ម៉ែត្រ 40 និងល្វែង2 ផងទស្សនាកាលបានមកដល់ទីនេះហើយសូមកុំភ្លេចត្រេកចោលមើលរងថែវខាងលើនេះឡើយហើយសូមកុំភ្លេចចោលភ្នែកមើលដំបូលនៃរងថែវខាងក្រោមទាំងឡាយនឹងទៅលើភូមិស្រុកឬទេសភាពពិតជុំវិញប្រាសាទអ្នកនឹងបានឃើញផ្លូវបាញ់ត្រង់សំដៅទៅចំណត់យន្តហោះហើយនឹងខ្នងភ្នំបាក់ខេងជាពិសេសសូមកុំភ្លេចពិនិត្យនៅទ្រូងថ្នល់និងតូប្រាសាទកណ្ដាលអយសោះតាមការពិនិត្យគ្រប់បែបយ៉ាងទៅលើក្បាច់ចម្លាក់លើស្នាមទឹកមាសដែលដិតនៅសល់ដោយកន្លែងខ្លះនោះយើងអាចសន្មត់បានថាប្រាសាទអង្គរវត្តទាំងមូលសឹងលៀបថ្នាំពឿលៀបទឹកមាសទាំងអស់តាមការសង្កេតទូទៅនៅលើប្រាសាទកណ្ដាលគេអាចដឹងថាក្នុងសម័យបុរាណបានមានរូបទេវរាជជាតំណាងព្រះនរាយណ៍នៅគ្រប់មុខមុំទាំង4ដល់ក្រោយមកពុទ្ធសាសនិកជនទាំងឡាយមានព្រះរាជាជាដើមបានជោគរូបទេវរាជទាំងនោះចាញ់ហើយដាក់ថ្មបំពេញឆកទាំង4ជាទ្វារខ្វែងហើយឆ្លាក់ព្រះពុទ្ធរូបទ្រង់ឈរជាជំនួសវិញក្នុងឆ្នាំ1908លោកកុម្មីក៏បានទម្លុះបើកទ្វារខាងត្បូងធ្វើជាទ្វារធម្មតាវិញហើយថែមទាំងបានរកឃើញអណ្ដូងមួយផងក្រោយមកក្នុងឆ្នាំ1934លោកសុតត្រូវេបានធ្វើប្រតិបត្តិការក្នុងអណ្ដូងនោះអណ្ដូងកណ្ដាលបានជីកក្នុងដីខ្សាច់ជម្រៅ25 ម៉ែត្រស្មើនឹងផ្ទៃដីនៃបរិវេណខាងក្រៅធម្មតាកាលដែលចុះទៅក្នុងអណ្ដូងនោះគេមិនបានប្រទះឃើញកំណប់អ្វីដ៏ធំចម្លែកឡើយព្រោះតាមការពិតកំណប់នោះត្រូវបានគេលួចយកទៅអស់តាំងពីយូរយារណាស់ទៅហើយតែគេបានរកឃើញក្នុងជម្រៅ23 ម៉ែត្រនៅជិនពីសន្លឹកនៃគ្រឹះទាំងមូលធ្វើអំពីមាសដែលមានទំហំ 0.18 ម៉ែត្រនិងទម្ងន់68 ក្រាមសក់បញ្ចូលទៅក្នុងថ្មបាយក្រៀមយើងសូមទាញសតិអារម្មណ៍លោកអ្នកទស្សនាទាំងឡាយថាព្រះសង្ឃខ្មែរយើងកាលពីសម័យបុរាណបានជួបប្រតិបត្តិការរៀបចំជួសជុលប្រាសាទឲ្យបានស្អាតល្អដែរតែគួរឲ្យស្ដាយទៅវិញព្រះអង្គខ្លះបានផ្លាស់ប្ដូរជំនួសមីខ្លងទ្វារខ្លះដែលខូចខាតបាក់បែកដោយយកសសរទីផ្នែកផ្សេងទៀតនៃប្រាសាទនោះមកជំនួសនាំឲ្យខូចភាពដើមនិងបាត់បង់ភាពសមខ្លះនៃប្រាសាទទៅវិញ